ADV គឺជាអក្សរកាត់មកពាក្យថា Adventure ដែលត្រូវបានក្រុមហ៊ុន Honda បានយកមកប្រើក្នុងការដាក់ឈ្មោះម៉ូតូរបស់ខ្លួនដើម្បីធ្វើទីផ្សារដែលនៅក្នុងនោះមាន model ជាច្រើនរួមមាន ADV 250 ADV 350និង ADV 160cc ដែលជា model មួយចូលមកជំនួសតំណែង ADV 150cc ហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយក model 160cc ស៊េរីឆ្នាំ2025មកធ្វើការបង្ហាញទៅកាន់អ្នកទាំងអស់គ្នាតើម៉ូតូ ADV 160cc ស៊េរីឆ្នាំ2025មានលក្ខណៈពិសេសអ្វីខ្លះតោះតាមដានវីដេអូនេះទាំងអស់គ្នាចំពោះ Honda ADV 160cc នេះនៅរក្សាការ design ដោយការទើបនឹងចេញក្នុងឆ្នាំ2022ដែលក្រុមហ៊ុនបានហៅការ design នេះថា Tough and Rubber Design ដោយការ design នេះផ្ដោតទៅលើភាពធន់និងរឹងមាំម៉ូតូនេះត្រូវបានពុំនឹងដំឡើងនៅលើគ្រោងឆ្អឹងជាប្រភេទ Double Grandal នៅផ្នែកខាងមុខបំពាក់សំណុំភ្លើងជង្គៀងមួយផ្លូវជាប្រភេទ LED នៅផ្នែកខាងក្រោមរួមមានហ្វានិងកោតចំណែកផ្នែកខាងលើគឺជា Daytime Running Light អមដោយភ្លើងស្ទូចវិញស្ដាំជាប្រភេទ LED ដូចគ្នានៅក្បែរនោះនៅជំនាញសង្កាំភ្លើងជង្គៀងត្រូវបានរចនាមានទម្រង់បំផុតមើលទៅដូចមនុស្សយន្តស្អាតប្លែកខាងលើសំណុំភ្លើងជង្គៀងមួយផ្លូវគឺជាកំបាំងខ្យល់ដែលអាចសេរីបានមាន2កម្រិតវាមាននីតិការពារអ្នកបបរពីការប៉ះទង្គិចនៃខ្យល់បាន1កម្រិតនៅក្បែរ windshield គឺជាកុងទ័រដែលមានទំហំ 5.5 អ៊ីនជាប្រភេទ LCD ដែលបង្ហាញពីព័ត៌មានទាក់ទងនឹងម៉ូតូបានច្បាស់ល្អដូចជាកម្រិតសាំងល្បឿន Type A Type B ជាដើមបន្ទាប់ពីកុងទ័រគឺជា handlebar ដែលមានទម្រង់ត្រង់ហើយរឹងមាំនៅសង្កាំ handlebar គឺជាប្រអប់បញ្ជារួមមានបច្ចេកម៉ូតូ idling stop កងតាក់សញ្ញូស្ដាំជាដើមនៅចន្លោះអ្នកបើកបរនិង handlebar គឺជាធុងសាំងចម្ដោះ8លីត្រត្រូវបានរចនាឡើងមកកប់នៅផ្នែកខាងក្នុងរបស់ម៉ូតូរក្សាចន្លោះនេះអាចដាក់សម្ភារៈផ្សេងៗបានបើនិយាយពីសម្ភារៈយើងមិនភ្លេចទេគ្រប់ក្រុមកាបដោយ Honda ADV 160cc ស៊េរីឆ្នាំ2025ត្រូវបានបំពាក់គ្រប់ក្រុមកាបដែលមានចំណុះរហូតដល់30លីត្រហើយក្រៅពីសម្ភារៈយើងក៏អាចក្លាសេជាក់បានផងដែរជាអែមែនតែននៅខាងលើរូបនេះគឺជាកាបដែលត្រូវបានរចនាឡើងមានសភាពទន់ផ្ដល់ផាសុកភាពដល់អ្នកបើកបរនិងអ្នកដំណើរនៅផ្នែកខាងក្រោយក្រៅពីផាសុកភាពកាបនេះក៏មានកម្ពស់កាបទាបផងដែរគឺត្រឹមតែ780មីលីម៉ែត្រប៉ុណ្ណោះធ្វើឲ្យអ្នកបើកបរងាយក្នុងការគ្រប់គ្រងម៉ូតូរីឯភ្លើងផ្ទៃក្រោយរបស់ម៉ូតូត្រូវបានរចនាមានទម្រង់ធំទ្រវែងអមជាមួយនឹងភ្លើងសញ្ញូឆ្វេងស្ដាំនៅផ្នែកខាងក្រោមពិតជាស្រស់ស្អាតមែនទែនបន្ទាប់ពីការ design គឺជាម៉ាស៊ីនដែលជាចំណុចធំមួយនៅក្នុងការលើកយកមកបង្ហាញអ្នកទាំងអស់គ្នាដោយ Honda ADV 160cc ត្រូវបានក្រុមហ៊ុនបំពាក់ម៉ាស៊ីនកម្លាំង 156.6cc ជាប្រភេទ SOEC ដំណើរការចំណេះមាន4វគ្គមានសុភាពចំនួន4បញ្ចុះកម្ដៅដោយទឹកស្អំរំអិលផ្សើមដោយប្រេងម៉ាស៊ីនកំហាប់ 10W30 ចំណុះ 0.75 លីត្រនៅពេលដែលយើងបដូរនិងចំណុះ 0.9 លីត្រនៅពេលដែលយើងរើម៉ាស៊ីននេះមានប្រព័ន្ធដំណើរការប្រេងរំអិលជា Piston All-Jet ដែលអាចរំអិលកាត់បន្ថយសម្ដៅបានល្អហើយមានដំណើរការបាញ់សាំងដោយពេជ្រសាំងជាប្រភេទ PGM-FI Program Fuel Injection ហើយជាលទ្ធផលម៉ាស៊ីននេះផលិតកម្លាំងបាន 11.8 kW ក្នុងកម្រិតជិះម៉ាស៊ីន 8500 rpm និងកម្រិតរមូល 14.7 Nm ក្នុងកម្រិតជិះម៉ាស៊ីន 6500 rpm ហើយល្បឿនលឿនបំផុតរបស់វាគឺ 118 km ក្នុងម៉ោងដោយសារម៉ូតូនេះជាប្រភេទ ADV ប្រព័ន្ធបូមនិងប្រព័ន្ធកង់ជាគ្រឿងបង្គំមួយដែលផ្ដល់នូវផាសុកភាពដល់អ្នកបើកបរដោយក្រុមហ៊ុន Honda បានបំពាក់បូមរបស់ក្រុមហ៊ុន Showa ជាប្រភេទ Telescopic Fork ប្រវែង31មីលីម៉ែត្រនិងបូមក្រោយជាប្រភេទបូមភ្លុក Twin Shock សព្វខាងកង់ជួបផ្នែកដែលភ្ជាប់ជាមួយនឹងបូមទាំងពីរនេះដោយកង់មុខបានបំពាក់សម្បកទំហំ 110/80/14 MC និងកង់ក្រោយមានទំហំ 130/70/13 MC កង់ទាំងពីរនេះជាប្រភេទមានពោះវៀនតាំងជាគ្រឿងបង្គំមួយដែលមាននីតិបញ្ឈប់ម៉ូតូដោយ Honda ADV 160cc នេះបានបំពាក់ហ្វ្រាំងឌីសបែបស្ពាល់មានទម្រង់ជាទឹកក្រឡក Wavy Disc Brake មានទម្ងន់ស្រាលនៅកង់ទាំងពីរចំណែកឯកង់មុខមានបន្ថែមនូវមុខងារសុវត្ថិភាព ABS ក្រៅពីការរៀបរាប់ខាងលើនេះ Honda ADV 160cc ក៏នៅមានលក្ខណៈពិសេសផ្សេងទៀតដែលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដូចជាមុខងារសាកថ្មទូរស័ព្ទមុខងារ Honda Sport Talk Control មុខងារភ្លើងសំផ្លូវជាដើមសរុបមកម៉ូតូ Honda ADV 160cc ស៊េរីឆ្នាំ2025នៅតែខ្លាំងអាចចូលជើងនៅក្នុងទីផ្សារបានល្អពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើងសម្រាប់ខ្ញុំពិតជាស្រឡាញ់ការ design កម្លាំងរបស់វាប៉ុន្តែខ្ញុំក៏សូមស្នើសុំមកដែរទៅកាន់ក្រុម Honda ដោយបន្ថែមមុខងារ Honda Rosin និងអាប់ដេតគ្រឿងបង្គំមួយចំនួនដែលធ្វើឲ្យម៉ូតូនេះកាន់តែមានទំនុកចិត្ត
ក៏ដូចជាទំនើបដូចជា Honda PCX ដែរតើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការលើកឡើងខាងលើនេះសូមធ្វើការបញ្ចេញយោបល់របស់បងប្អូនក្នុង comment ខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមគោរពលាបាយបាយ